សូមស្វាគមន៍មកកាន់ភាគទី198នៃរឿងប្រយុទ្ធកម្មវិឃាភាគនេះយើងនឹងដឹងពីការប្រយុទ្ធគ្នារវាងសៀវយាននិងហ៊ុនមេសិងប្រធានសាប្លឹងដែលវាគឺជាការប្រយុទ្ធដ៏សំខាន់ដើម្បីកំណត់រកអ្នកឈ្នះហើយសៀវយានយើងក៏ឆ្លៀតយកពេលនេះដើម្បីសងសឹកទៅពួកគេផងដែរគ្រួសារសៀវត្រូវបានបែកខ្ចាត់ខ្ចាយដោយគ្រួសារហ៊ុនឪពុកគេត្រូវបានចាប់ខ្លួនរីឯសមាជិកជាច្រើនត្រូវបានសម្លាប់នៅចុងបញ្ចប់ពួកគេត្រូវបង្ខំចិត្តចេញពីផ្ទះដើរភៀសខ្លួនគ្រប់ទីកន្លែងនៅក្នុងទឹកដីអាណាចក្រជើម៉ានៅពេលនោះសៀវយានយើងគឺគ្មានកម្លាំងអីមកការពារគ្រួសារគេនោះទេរីឯហ៊ុនមេសិងវិញគេញញឹមស្របពេលបញ្ចេញនៅធម្មពលដូជីយ៉ាងសន្ធោសន្ធៅនឹងនិយាយថាប្រធានម្នាក់នេះក៏ចង់ដឹងដែរថាតើឯងខ្លាំងប៉ុណ្ណាទៅនៅពេលដែលឯងបានយកអណ្ដាតភ្លើងផ្កាជុកមិនសុទ្ធតែរយៈបានហើយនោះតែមិនទាន់បានទាំងនិយាយចប់ផងសៀវយានយើងក៏បានលេចរូបរាងនៅពីមុខគេមួយរំពេចយើងឃើញផ្កាជុកភ្លើងពណ៌ផ្កាឈូកកំពុងបង្វិលយ៉ាងស្អាតអស្ចារ្យតម្រង់មករកហ៊ុនមេសិងការវាយប្រហារនេះគឺវាលឿនមែនទែនធ្វើឲ្យហ៊ុនមេសិងភ្ញាក់ផ្អើលតែម្ដងរួចគេក៏បានប្រញាប់បញ្ចេញនូវខែលការពារដែលបង្កើតមកពីដូជីមកទប់ទល់សៀវយានមិនបញ្ឈប់ត្រឹមនឹងនោះទេដៃទាំងពីររបស់គេក៏ទម្លាក់សង្កត់មកខែលការពារនោះទៀតរហូតដល់វារលាយរួចដៃសៀវយានក៏បន្តតម្រង់មករកភ្នែករបស់ហ៊ុនមេសិងហ៊ុនមេសិងឃើញហើយគេមិនគេចនោះទេតែគេបានយកបាតដៃបំរុងសង្កត់មកលើទ្រូងសៀវយានគេមានគម្រោងថាចង់ឲ្យមានរបួសទាំងសងខាងតែម្ដងសៀវយានឃើញហើយសោចលោកប្រធានសាប្លឹងល្បិចច្រើនណាស់ដែរតានេះប៉ុន្តែដៃរបស់សៀវយានមិនឈប់នោះទេផ្ទុយទៅវិញគេបានទម្លាក់មកប៉ះជាមួយនឹងបាតដៃរបស់ហ៊ុនមេសិងអំណាចធម្មពលភ្លើងផ្កាជោគបានធ្វើឲ្យដូជីនៅលើបាតដៃហ៊ុនមេសិងរលាយយ៉ាងឆាប់រហ័សធ្វើឲ្យគេជន់ចិញ្ចើមរាងកាយកន្ត្រាក់និងប្រញាប់ដកថយឡើងឆ្ងាយពីសៀវយានរួចយើងក៏បានឃើញស្លាកស្នាមតិចមួយនៅលើបាតដៃរបស់គេគ្រាន់តែចាប់ផ្ដើមប្រយុទ្ធភ្លាមហ៊ុនមេសិងរងរបួសផ្លែតទោះបីជាវាមិនធ្ងន់ធ្ងរតែវាអាចធ្វើឲ្យហ៊ុនមេសិងរៀងមិនសូវស្រួលចិត្តដែររួចគេបាននិយាយថាពិតជាស័ក្តិសមនៃអណ្ដាតភ្លើងផ្កាជូបមិនសុទ្ធតែរយៈមែនសៀវយានយើងងើយមើលទៅគេវិញប៉ុន្តែមិននិយាយអ្វីទាំងអស់ដៃគេចាប់ផ្ដើមបង្កើតក្បួនត្រាបន្តទៀតយើងក៏បានឃើញរាងកាយព្រលឹងព្រាលដ៏ធំលេចរូបរាងចេញមកនោះគឺសៀវយានបានប្រើស្នៀតកំហឹងទេពនីតិខៈរដូវនឹងឯងសៀវយានគឺគេមិនហ៊ានមើលស្រាលដៃគូប្រកួតគេនោះទេហើយស្របពេលនេះដែលជាហ៊ុនមេសិងទៀតផងនោះដូច្នេះហើយគេត្រូវតែបញ្ចេញនូវស្នៀតកម្ពូលតែម្ដងហ៊ុនមេសិងឃើញហើយក៏បានហោះថយក្រោយបន្តិចស្របពេលកម្លាំងធម្មពលដូជីយ៉ាងខ្លាំងក្លាសាយភាចេញពីរាងកាយគេហើយវាបានបំលែងទៅជាមនុស្សស្រមោលព្រាលជាច្រើនរាប់មិនអស់មកហុំព័ទ្ធគេទាំងតែទឹកមុខមនុស្សស្រមោលទាំងអស់នោះបង្ហាញពីការគោរពខណៈពេលលួចជង្គង់ទៅហ៊ុនមេសិងហើយបន្ទាប់មកពួកគេក៏បានបញ្ចេញនូវកម្លាំងធម្មពលសម្លេងដែររួចមកហ៊ុនមេសិងក៏បាននិយាយថាសៀវយានអ្នកដតីអាចនឹងខ្លាចនៃស្នៀតកំហឹងទេពនីតិខៈរដូវរបស់ឯងតែប្រធានសាម្នាក់នេះគឺមិនខ្លាចឡើយយើងក៏បានឃើញកម្លាំងសម្លេងទាំងអស់នោះបានប្រមូលផ្ដុំទៅជាព្រួយដ៏មុតស្រួចមួយមកប៉ះជាមួយនឹងស្នៀតរបស់សៀវយានជាលទ្ធផលរាងកាយមនុស្សស្រមោលជាច្រើនរាប់មិនអស់នោះត្រូវបានរលាយគ្មានសេសសល់រីឯហ៊ុនមេសិងវិញដូចជាមិនសូវឃើញមានរបួសអីធ្ងន់ធ្ងរនោះទេធ្វើឲ្យសៀវយានជួនចិញ្ចាមបន្តិចនេះគឺជាលើកទី1ហើយដែលគេឃើញស្នៀតដែលប្រើធម្មពលសម្លេងដតីដែលអាចស្មើជាមួយនឹងស្នៀតដែលប្រើកម្លាំងសម្លេងរបស់គេបែបនេះប្រធានសាប្លឹងម្នាក់នេះពិតជាមានបទពិសោធន៍និងមានការយល់ដឹងច្រើនមែនម្យ៉ាងវិញទៀតធម្មពលប្លឹងរបស់គេក៏ស្ថិតនៅកម្រិតស្ថានសួគ៌ល្អឥតខ្ចោះស្មើសៀវយានផងដែរបន្ទាប់ពីបានប្រយុទ្ធគ្នាមុននេះធ្វើឲ្យគេដឹងថាកម្លាំងពិតប្រាកដរបស់ហ៊ុនមេសិងឈានដល់កម្រិតតូសឹងផ្កាយ5ដំណាក់កាលកណ្ដាលបាត់ទៅហើយហ៊ុនមេសិងនិយាយទោះបីជាធម្មពលប្លឹងឯងខ្លាំងប៉ុណ្ណាក៏ដោយតែកុំសង្ឃឹមថាអាចយកឈ្នះយើងបានទេសោះសៀវយានឈរសម្លឹងដោយមិននិយាយអ្វីទាំងអស់គេបានខ្ជិះអណ្ដាតភ្លើងពណ៌ផ្កាឈូកចេញមកបណ្ដាលឲ្យដើមឈើនៅជុំវិញតំបន់នោះឆេះខ្ទេចអស់ខ្លាចជាផេះនៅពីមុខកាយភ្នែកដ៏ភ្ញាក់ផ្អើលជាច្រើនគូដែលកំពុងតែឈរមើលនៅពេលដែលឃើញបែបនេះទីបំផុតអាការៈទឹកមុខរបស់ហ៊ុនមេសិងក៏ចាប់ផ្ដើមប្រែមុខសេរីសតែម្ដងពីព្រោះប្រសិនបើអណ្ដាតភ្លើងនេះបានគ្រប់ដណ្ដប់រាងកាយគេនោះគេនឹងរបួសធ្ងន់មួយរំពេចអណ្ដាតភ្លើងស្ថិតនៅក្នុងលេខរៀងទី3មិនមែនមនុស្សគ្រប់គ្នាចេះតែនិយាយធម្មតាបានណាសៀវយានឃើញហើយនិយាយជាមួយនឹងស្នាមញញឹមថានេះគឺជាលើកទី1ដែលខ្ញុំប្រើអណ្ដាតភ្លើងការជុំសុទ្ធរយៈនេះជាមួយនឹងដៃគូប្រកួតសង្ឃឹមថាលោកនឹងមិនធ្វើឲ្យខ្ញុំអស់សង្ឃឹមនោះទេហ៊ុនមេសិងតបទោះបីជាអណ្ដាតភ្លើងអរិយនេះខ្លាំងតែត្រូវមើលអ្នកប្រើវាសិនថាវាអាចឈានដល់កម្រិតណាទៅទោះបីជាខ្លាំងយ៉ាងណាក៏ដោយក៏ប្រហែលជានិយាយដល់ត្រឹមនេះហ៊ុនមេសិងឈប់បដូរមកជាញញឹមដល់ពឹសពលទៅវិញរួចយើងក៏ឃើញចំហាយអណ្ដាតភ្លើងព្រឿងបានបាញ់ចេញពីកន្ទុយភ្នែកគេបន្តិចសៀវយានឃើញហើយទឹកមុខគេប្រែប្រួលពីព្រោះគេចាប់អារម្មណ៍ថាមានកម្លាំងចម្លែកមួយបានបង្ហាញនៅក្នុងខ្លួនអាឡអិតអ៊ីសៀវយាននៅក្នុងចិត្តដូចជាមានអ្វីនៅក្នុងខ្លួនប្រធានសាប្លឹងបន្តិចក្រោយមកយើងក៏បានឃើញអណ្ដាតភ្លើងផ្កាឈូកកំពុងតែហោះបង្វិលឡើងទៅលើយ៉ាងមានអំណាចអស្ចារ្យគ្រាន់តែចំហាយរបស់វាបានធ្វើឲ្យនៅទីនោះដូចជាកន្លែងស្ទីមចឹងចំណុចខ្លះនៅតាមជួរភ្នំបាក់បែកនេះក៏ផ្ទុះពួកឯងមានចំហាយផ្សែងខ្មៅបាញ់ទៅលើមេឃរីឯអ្នកនៅមើលខ្លះដែលមានធម៌ពលដូចជារៀងខ្សោយជាងគេវិញវាបានប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់ពួកគេរហូតដល់តែធ្វើឲ្យរាងកាយពួកគេចាប់ផ្ដើមមានកម្ដៅពីព្រោះអណ្ដាតភ្លើងការជួបមិនសុទ្ធរយៈនេះគឺវាមានសមត្ថភាពអាចប្រើប្រាស់ចិត្តគំនិតឬក៏អារម្មណ៍របស់នរណាម្នាក់ជាប្រភពដើម្បីដុតរាងកាយពួកគេបានលុះត្រាតែពួកគេថយក្រោយចេញឲ្យឆ្ងាយពីដែនរបស់វាទៅភាពឈឺចាប់នេះរៀងធូរស្បើយបរិះចំណាស់ហ៊ុនមកឃើញហើយគេបាននិយាយថាសៀវយានគេមានគម្រោងប្រើអណ្ដាតភ្លើងសួននេះហើយតានេះទោះបីជាហ៊ុនមេសិងខ្ពស់ជាងមួយកម្រិតក៏ដោយបើប្រហែសតែបន្តិចគេនឹងចាញ់ជាមិនខានរីឯហ៊ុនឈិនមកវិញគេក៏បាននិយាយថាអាឡអិតនេះពិតជាមនុស្សពោពេញទៅដោយសំណាងមែនយើងក៏ធ្លាប់ទៅយកអណ្ដាតភ្លើងសួននេះម្ដងដែរតែយកវាមិនបានមិននឹកស្មានថាត្រឹមកម្រិតវឹកហាត់ប៉ុណ្ណឹងសោះអាឡអិតនេះអាចយកវាបានបន្តិចក្រោយមកគេក៏បានប្រែមុខជាសោយទៅវិញតែទោះបីជាអាឡអិតនេះពិតជាប្រើអណ្ដាតភ្លើងការជុបបសុទ្ធអរិយនេះមែនក៏ដោយក៏វាមិនងាយស្រួលនៅក្នុងការយកឈ្នះហ៊ុនមេសិងបានដែរចំណែកហ៊ុនមេសិងវិញគឺគេកំពុងតែផ្ដោតមើល
ទៅអណ្ដាតភ្លើងការជុំនោះរីឯអណ្ដាតភ្លើងការជុំនៅលើអាកាសនោះវិញវាបានផ្លាស់ប្ដូរទៅជាទម្រង់បន្ទះមួយហើយមួយទៀតនៅពីក្រោយសៀវយិននៅចំណុចកណ្ដាលនៃបន្ទះនេះយើងឃើញដុំភ្លើងការជុំកំពុងតែបក់រវេចទៅតាមខ្យល់នេះគឺជាស្នេហ៍កម្ពូលមួយរបស់សៀវយិនយើងនឹងឯងការកកើតឡើងវិញនៃកំហឹងព្រះពុទ្ធដែលគេបានរៀននៅពីក្រោមដើមឈើព្រះពោធិសត្វរួចសៀវយិនក៏បានចង្អុលឲ្យវាបាញ់ទៅរកហ៊ុនមេសឹងគឺវាបាញ់លឿនដូចរន្ទះតែម្ដងបន្ទាប់ពីត្រូវបានហុំព័ទ្ធដោយធម្មពលភ្លើងការជុំនេះយើងឃើញធម្មពលដូជីដែលហ៊ុនមេសឹងបានបញ្ចេញមកការពារគេនោះស្រាប់តែត្រូវបានរលាយត្រឹមតែមួយប្រពេចភ្នែកតែប៉ុណ្ណោះកម្លាំងនៃការកើតឡើងវិញកំហឹងព្រះពុទ្ធបច្ចុប្បន្ននេះគឺវារឹតតែខ្លាំងប្រសិនបើអ្នកដូសឹងធម្មតាអីគឺពួកគេអាចទ្រាំយ៉ាងច្រើនកន្លះនាទីតែប៉ុណ្ណោះមុនពេលដែលដូជីពួកគេត្រូវបានរលាយទាំងស្រុងហើយពេលនោះសូម្បីតែព្រលឹងក៏មិនឲ្យសោដែរចំណែកសៀវយិនយើងវិញគឺគេមិនបញ្ឈប់ត្រឹមនឹងនោះទេដៃរបស់គេបានបន្តបង្កើតក្បួនត្រាទៀតយើងក៏បានឃើញបន្ទះភ្លើងនៃការកកើតឡើងវិញនោះស្រាប់តែបង្វិលបញ្ច្រាស់វិញម្ដងធ្វើឲ្យធម្មពលអណ្ដាតភ្លើងការជក់នោះចាប់ផ្ដើមបង្រួមតូចដែលអ្នកទាំងអស់គ្នាឃើញហើយគឺពួកគេអាចមានអារម្មណ៍ថាធម្មពលកំទេចបំផ្លាញត្រូវបានប្រមូលនៅទីនោះបរិកញ្ចាក់ហ៊ុនមកឃើញទឹកមុខប្រែប្រួលពីព្រោះហើយសៀវយិនយើងវិញកែភ្នែកគេកាន់តែត្រជាក់បន្ទាប់ពីអណ្ដាតភ្លើងនោះបង្រួមមកសល់ត្រឹមទំហំត្រឹមប៉ុនមេដៃរួចបាញ់តម្រង់មករកចំកណ្ដាលថ្ងាសរបស់ហ៊ុនមេសឹងធ្វើឲ្យសម្លេងបំផ្ទុះដ៏ខ្លាំងក្លាកងរំពងពាពេញអាកាសយ៉ាវឡៅញញឹមនៅពេលឃើញបែបនេះចំណែកបុព្វបុរសប៉មឆ្នាំវិញគេបែរជាជ្រួលចិញ្ចាមបន្តិចស្របពេលដែលមើលទៅកន្លែងផ្ទុះនោះរីឯអ្នកដែលបានទៅមើលវិញគឺពួកគេចាប់ផ្ដើមជជែកគ្នាថាតើអ្នកឆាត្រូវបានរកឃើញហើយចំណែកឯពួកសារព្រលឹងវិញគឺពួកគេស្ងាត់ឆឹងតែម្ដងពួកគេមិននឹកស្មានថាប្រធានសារព្រលឹងម្នាក់នេះគ្មានសមត្ថភាពសូម្បីតែវាយបកហ៊ុនឈៀនមកវិញគេសើចនៅពេលឃើញបែបនេះសៀវយិនយើងកំពុងតែឈរនៅលើអាកាសនឹងត្រូវបានក្អួតឈាមបន្តិចស្របពេលផ្ដោតទៅមើលកន្លែងបំផ្ទុះដូចគ្នាព្រោះគេក៏មិនប្រកាសថាហ៊ុនមេសឹងងាយស្រួលផ្ដួលបែបនេះដែរបន្តិចក្រោយមកសៀវយិនក៏និយាយតិចៗថាគេពិតជាមិនទាន់ស្លាប់មែនគ្រាន់តែនិយាយចប់ភ្លាមយើងក៏បានឃើញហ៊ុនមេសឹងដើរចេញមកពីចំហាយផ្ទុះនោះផ្លែតរួមទាំងមានកម្លាំងស្រូបដ៏ខ្លាំងក្លាស្រូបមកពីគ្រប់ទីកន្លែងសូម្បីតែអាធម្មពលអណ្ដាតភ្លើងផ្ទុះដែលសាយភេនោះក៏មិនលើកលែងដែរធ្វើឲ្យអ្នកគ្រប់គ្នាតែម្ដងភ្ញាក់ផ្អើលលាន់មកថាគេកំពុងស្រោបធម្មពលអណ្ដាតភ្លើងការជួបមសុទ្ធរៈចូលទៅក្នុងរាងកាយគេតើគេកំពុងតែព្យាយាមធ្វើអត្តឃាតមែនហ្នឹងម្នាក់បង្ហាញពីការមិនគួរឲ្យជឿមិនជឿនឹងអ្វីដែលពួកគេកំពុងឃើញនោះតើគេពិតជាមិនមានរបួសអីបន្តិចទាល់តែសោះសៀវយិនយើងក៏ភ្ញាក់ផ្អើលគាំងមិនគួរឲ្យជឿផងដែររីឯហ៊ុនមេសឹងវិញគេបានយកដៃជូតមាត់ជាមួយនឹងស្ញាំញញឹមនិងនិយាយទៅកាន់សៀវយិនថារសជាតិវាឆ្ងាញ់ដែរតាតែស្ដាយណាស់ដែលមិនមែនជាស្នូលរបស់វាយើងពិតជាចង់ភ្លក់រសជាតិវាណាស់រួចគេបន្តទៀតថាឯងកំពុងឆ្ងល់ហើយមែនទេឯងមានអណ្ដាតភ្លើងការជួបមសុទ្ធរៈខណៈពេលដែលយើងមានអណ្ដាតភ្លើងសួរខ្លាំងជាងឯងទៅទៀតយើងក៏បានឃើញដុំអណ្ដាតភ្លើងមួយកំពុងបក់រវិចហើយវាបានបំលែងទៅជាទម្រង់មុខចម្លែកមួយនៅលើដៃរបស់គេថាមពលស្រូបទាញគឺចេញពីមាត់របស់វាសៀវយិនឈមមើលវាមួយសន្ទុះរួចនិយាយភ្លើងសួរលេខរៀងទី2អណ្ដាតភ្លើងលើបត្របាក់គ្រប់យ៉ាងចង្វាក់បេះដូងសៀវយិនចាប់ផ្ដើមលូតញាប់ចំពោះអណ្ដាតភ្លើងសួរលេខរៀងទី2នេះគឺគេមិនដែលមានព័ត៌មានដែលតាក់ទងអំពីវាឡើយភ្លើងនេះកើតចេញពីភាពប្រទេសស្អាតវាគ្មានរូបភាពឬទម្រង់ដែលអាចឲ្យយើងមើលដឹងនោះទេអ្វីក៏ដោយក៏វាលេបត្របាក់ដែរនឹងមានតែរបស់តិចតួចប៉ុណ្ណោះដែលអាចទប់ទល់ជាមួយវាបានសៀវយិនធ្លាប់តែឮពីបុរាណកាលនោះទេមិនដែលមាននរណាម្នាក់ទទួលដឹងឮពីវាទាល់តែសោះតែបែរជាប្រធានសារព្រលឹងម្នាក់នេះបញ្ចេញវាមកដូចនេះទៅវិញសៀវយិនយើងគឺគេ shock មែនតើបដ ாய் សំបីតែយ៉ាវឡៅដែលជាអ្នកពោពេញទៅដោយចំណេះដឹងក៏ភ្ញាក់ផ្អើលដែរហ៊ុនមេសឹងបន្តទៀតថាសៀវយិនមើលទៅវាដូចជាពេញចិត្តនឹងរសជាតិរបស់ឯងណាយើងកម្រឃើញវារំភើបបែបនេះមែនតើសៀវយិនលើហើយគេសម្លឹងមើលមួយស្របក់ទៀតរួចក៏វិក្បាលដល់និយាយថាភ្លើងសួររបស់លោកមិនមែនជាអណ្ដាតភ្លើងលើតបាក់គ្រប់យ៉ាងឡើយហ៊ុនមេសឹងតបអូបើមិនមែនអញ្ចឹងប្រាប់យើងតិចមើលថាវាជាអីវិញទៅសៀវយិនលើហើយញញឹមភាពឆក់នៅក្នុងចិត្តគេក៏ថមថយសៀវយិនយើងអាចមើលដឹងនោះគឺដោយសារតែគេមានភ្លើងសួរសរុបចំនួន6ប្រភេទទៅហើយនៅក្នុងខ្លួនគ្មាននរណាម្នាក់យល់ច្បាស់អំពីភ្លើងសួរជាងគេនោះទេអណ្ដាតភ្លើងនៅលើបាតដៃរបស់ហ៊ុនមេសឹងប្រហែលអាចជាប់តាក់ទងជាមួយនឹងអណ្ដាតភ្លើងលើតបាក់គ្រប់យ៉ាងថាមពលលើតបាក់ដែលភ្លើងនេះមានគឺមិនមែន fake នោះទេគឺវាពិតជាមានសមត្ថភាពដោយអណ្ដាតភ្លើងលើតបាក់ពិតមែនតែទោះជាយ៉ាងណាវាហាក់ដូចជានៅខ្សោយតើវាអាចជាក្របពូជនៃអណ្ដាតភ្លើងលើតបាក់ដែរទេគេនិយាយបណ្ដាមើលទៅទឹកមុខហ៊ុនមេសឹងបណ្ដាក្របពូជភ្លើងនេះត្រូវបានបំបែកចេញពីស្នូលអណ្ដាតភ្លើងឬក៏ essence ដូច្នេះវាមានសមត្ថភាពខ្លះដូចស្នូលអណ្ដាតភ្លើងប៉ុន្តែថាមពលវាខ្សោយជាងបាននិយាយឲ្យស្រួលស្ដាប់គឺវាដូចជាអវតារមួយនៃអណ្ដាតភ្លើងសួរអញ្ចឹងគ្រាន់តែឃើញទឹកមុខហ៊ុនមេសឹងរៀងប្រែតែបន្តិចសៀវយិនយើងក៏សន្និដ្ឋានបានតែម្ដងថាគឺវាពិតជាក្របពូជនៃអណ្ដាតភ្លើងមែនឬគេសោយយ៉ាងលឺតែម្ដងតែទោះជាយ៉ាងណាប្រធានសារព្រលឹងមានក្របពូជអញ្ចឹងមានន័យថាគ្រួសារហ៊ុនគឺមានអណ្ដាតភ្លើងលើតបាក់គ្រប់យ៉ាងនេះយ៉ាងពិតប្រាកដដែលវាមិនមែនជាព័ត៌មានល្អសម្រាប់សៀវយិនយើងឡើយហ៊ុនមេសឹងឃើញបែបនេះក៏សោយរួចតបថាអញពិតជាសមជាអ្នកជំនាញលេងភ្លើងមែនតែយ៉ាងណាត្រឹមក្របពូជនេះក៏យើងអាចកម្ចាត់ឯងចោលបានដែររួចគេក៏បានអនុញ្ញាតឲ្យអណ្ដាតភ្លើងនៅលើដៃគេនោះស្រោបថាមពលដូជីនៅលើខ្លួនគេដើម្បីឲ្យវាកាន់តែខ្លាំងរហូតដល់វាបានពង្រីកខ្លួនយ៉ាងធំសម្លឹងមើលមកសៀវយិនហ៊ុនមេសឹងនិយាយលោកអណ្ដាតភ្លើងលើតបាក់សម្រាប់គេនោះទៅយើងឃើញថាទោះបីជាប្រធានសារព្រលឹងម្នាក់នេះបញ្ជាមែនតែគេបានបង្ហាញពីការគោរពនិងរបៀបនៃការហៅក៏ខុសពីគេដែរចំណែកភ្លើងលើតបាក់នេះពេលលើការបញ្ជាហើយវាបានហោះទម្លុះ
លំហយ៉ាងលឿនមកហុំពក់សៀវយានប្រៀបដូចជាឃុំសៀវយាននៅក្នុងទ្រុងចឹងរួចវាបាននិយាយថាឲ្យយើងលេបឯងទៅស្រាប់តែភ្លាមនោះកម្លាំងធម្មពលភ្លើងពណ៌ផ្កាឈូកក៏បានចេញពីរាងកាយសៀវយានដែលមិនឲ្យគេដឹងមុននោះទេមួយសន្ទុះក្រោយមកវាក៏បានបំលែងទៅជាទម្រង់កូនក្មេងដែលជា LSE ខ្ជូតយើងនឹងឯងសៀវយានឃើញហើយគឺបេះដូងគេលូតញាប់តែម្ដងពីព្រោះ LSE គឺជា Snow នៃអណ្ដាតភ្លើងទាំង6លាបបញ្ចូលគ្នាគេភ័យខ្លាចអណ្ដាតភ្លើងលើតបាក់លេប LSE នេះចូលបាត់បានចឹងមែនសៀវយានយើងគឺងាប់ឈរតែម្ដងរីឯ LSE យើងឯនេះវិញគ្រាន់តែចេញមកភ្លាមគេក៏បាននិយាយអាប្រយោគល្បីគេនឹង Eva នឹងឯងដែលក្រវីក្បាលពេលឃើញទឹកមុខផិតភ័យរបស់សៀវយានហើយរួចទឹកមុខគេក៏ប្រែមកជាខឹងស្របពេលសម្លឹងមើលទៅអណ្ដាតភ្លើងលើតបាក់មួយលេខរៀងទី2និងមួយទៀតលេខរៀងទី3យើងមិនដឹងថាមួយណាខ្លាំងជាងមួយណានោះទេពីព្រោះមិនដែលឃើញភ្លើងសួរទាំងពីរនេះប្រយុទ្ធគ្នាដូច្នេះហើយធ្វើឲ្យយើងពិបាកទូទាយលទ្ធផលមុនណាស់ជាមួយការខឹងរបស់ LSE នេះរាងកាយគេក៏បំផ្ទុះធ្វើឲ្យសមុទ្រភ្លើងផ្កាឈូកសាយភាយពេញអាកាសហើយទ្រង់ភ្លើងដែលឃុំសៀវយាននោះក៏ត្រូវបំបែកខ្ទេចអស់តែម្ដងលើពីនេះគេថែមទាំងបង្កើតជាទ្រង់ដើម្បីឃុំអណ្ដាតភ្លើងលើតបាក់វិញទៀតផងនៅខណៈពេលនេះភ្លើងសួរនៅក្នុងរាងកាយសៀវយានត្រូវបានបញ្ចេញអំណាចធម្មពលរបស់វាពេញបបតែម្ដងក្រោយការគ្រប់គ្រងដោយ LSE ទោះបីជាសៀវយានយើងបញ្ចេញភ្លើងទាំងនេះក៏មិនអាចមកប្រៀបជាមួយនឹងគេដែរនិយាយទៅគឺ LSE អាចគ្រប់គ្រងយ៉ាងល្អឥតខ្ចោះគ្មានចំណុចខ្សោយតែម្ដងដោយសារតែគេជាព្រលឹងនៃអណ្ដាតភ្លើងស្រាប់ហេតុការណ៍នេះក៏ធ្វើឲ្យក្របពូជអណ្ដាតភ្លើងលើតបាក់ភ្ញាក់ផ្អើលផងដែរវាបានប្រញាប់ប្រើធម្មពលលើតបាក់របស់វាភ្លាមចំណែក LSE វិញគឺគេមិនខ្វល់នឹងធម្មពលលើតបាក់នេះទេត្រឹមក្របពូជសោះចង់មកផ្ជានៅពីមុខ Snow អណ្ដាតភ្លើងគេពិតប្រាកដមិនកើតយើងក៏បានឃើញ LSE ពង្រីកខ្លួនយ៉ាងធំឲ្យប៉ិនជាមួយនឹងក្របពូជលើតបាក់តែម្ដងរួចគេចាប់ក្របពូជកដែលមានគម្រោងលាបវាបដោយក្រោយមកយើងក៏បានលើសម្ដែងឈឺចាប់ចេញពីក្របពូជភ្លើងលើតបាក់វាខំរើបំរាស់គេចពីការខំរបស់ LSE រីឯ LSE គឺគេនៅតែមិនខ្វល់គេបានបញ្ចេញអាវក្រោះការពារចេញមកមិនថាក្របពូជលើតបាក់ខំយ៉ាងណាគឺគេស្រូបធម្មពលពី LSE មិនបាននោះទេសូម្បីតែបន្តិច LSE ទប់ទល់បណ្ដាដាល់បណ្ដានិងស្រូបបណ្ដានៅក្នុងពេលតែមួយតែម្ដងធ្វើឲ្យក្របពូជភ្លើងលើតបាក់ស្រែកទាំងកំហឹងថាអាចង្រៃឯងហ៊ានធ្វើឲ្យយើងមានរបួសផងឯងហ៊ានចម្រាញ់យើងផងឯងចង់ស្លាប់ហើយឬកាយវិការរបស់ LSE គឺពិតជាធ្វើឲ្យវាភ័យតក់ស្លុតមែនទែនចំពោះក្របពូជភ្លើងលើតបាក់នេះគឺវាមិនដែលជួបអ្វីដែលអាចទប់ទល់ជាមួយនឹងធម្មពលលើតបាក់វាបានពីមុនឡើយប៉ុន្តែឥឡូវនេះសមត្ថភាពដែលវាមានមោទកភាពនោះស្រាប់តែអត់ប្រយោជន៍តែម្ដងចំណែកហ៊ុនមេရှឹងដែលឈរមើលពីចម្ងាយនោះស្រាប់តែទឹកមុខប្រែប្រួលវីវហើយយើងបានបាត់តំណែងជាមួយនឹងក្របពូជភ្លើងបាត់ទៅហើយភ្លើងសួរនៅក្នុងខ្លួន LSE នោះត្រូវបានឆ្លងកាត់ការវិវត្តបាត់ទៅហើយគឺវាមិនខ្លាចធម្មពលលើតបាក់នេះឡើយយើងពិតជាគិតខុសហើយម្ដងនេះរួចគេក៏បានបញ្ញាផលតម្រង់មករកជញ្ជាំងដែល LSE បង្កើតនោះហ៊ុនមេရှឹងគឺគេបារម្ភខ្លាចបាត់បង់ក្របពូជភ្លើងនេះគេខំសុំអង្វរមេគ្រួសារហ៊ុនតម្រាំតែបានវាហើយណាមួយបើបាត់វាមែនតើគេមានហេតុផលអីដើម្បីដោះសារនោះស្រាប់តែភ្លាមនោះសៀវយានយើងក៏បានលេចរូបរាងនៅពីមុខគេដោយនិយាយទាំងញញឹមថាលោកប្រធានណាអ្នកដតីមិនគួរលូកដៃចំពោះការប្រយុទ្ធរវាងភ្លើងសួរនិងភ្លើងសួរនោះទេហើយនៅខណៈពេលនេះរូបរាងដែលក្របពូជភ្លើងលើតបាក់បានបំលែងនោះក៏ត្រូវបានបំផ្ទុះខ្ទេចផងដែរខ្លាចជាចំហាយភ្លើងនៅពេលលើហើយអាការៈបរោះកញ្ចាស់ហ៊ុនម៉ូនិងហ៊ុនឈិនម៉ូប្រែប្រួលមួយរំពេចពួកគេមើលមុខគ្នានឹងបានហោះមកយ៉ាងលឿនបំរុងមកជួយភ្លើងលើតបាក់ធ្វើឲ្យទឹកមុខក្រុមយ៉ាវឡៅប្រែមកត្រជាក់តែម្ដងតើពួកលោកមានគម្រោងចង់បំពេញច្បាប់ឬយើងក៏បានឃើញសៀវឈិននិងបុព្វបុរសប៉មឆ្នាំតូចបញ្ញាប់មកកាក់ពីមុខមិនត្រឹមតែប៉ុណ្្នឹងទេអ្នកកំណត់ដូសឹងដតីទៀតក៏មកទប់ទល់ជាមួយនឹងពួកសារព្រលឹងដែលនៅសេសសល់ផងដែរយ៉ាវឡៅនិយាយហ៊ុនឈិនម៉ូសម្ព័ន្ធមានអាកាសពួកយើងគឺមិនខ្លាចពួកលោកសំបីតែបន្តិចបើចង់វាយពួកយើងអាចកំដរបានក្រុមហ៊ុនឈិនម៉ូជួយចិញ្ចើមនិងបង្ហាញពីភាពស្ទាក់ស្ទើរបរោះកញ្ចាស់ហ៊ុនម៉ូក៏បញ្ញាប់សួរតើពួកយើងគួរធ្វើម៉េចឥឡូវមួយស្របក់ក្រោយមកហ៊ុនឈិនម៉ូនិយាយអ្វីគ្រប់យ៉ាងនៅតែបន្តដូចដើមរួចពួកគេក៏ត្រឡប់ថយរៀងខ្លួនទៅមួយស្របក់ក្រោយមកយើងក៏បានលើសំឡេងភើចេញពី LSE នៅពេលនេះក្របពូជភ្លើងលើតបាក់ត្រូវបានលេបដោយ LSE ទាំងស្រុងបាត់ទៅហើយគេបានទះពោះដោយអាការៈពេញចិត្តតែម្ដងឬក៏បង្រួមខ្លួនឲ្យតូចដូចដើមវិញហើយហោះទៅឈរចម្ងាយពីការប្រយុទ្ធរវាងសៀវយាននិងហ៊ុនមេရှឹងបន្តិចរួចហើយ LSE ក៏បានបញ្ញាបញ្ចេញការឈូកភ្លើងចំនួន10ថែមទៀតមកហោះព័ទ្ធជុំវិញខ្លួនហ៊ុនមេရှឹងឯនេះគ្រាន់តែគេបានដៀងភ្នែកឃើញបែបនេះភ្លាមគឺថាខ្លួនគេញ័រកន្ត្រាក់តែម្ដងមុនពេលដែលគេអាចដកថយបានដៃរបស់ LSE ក៏ចង្អុលមកអ៊ីវ៉ាវាយវាយើងក៏បានឃើញការឈូកភ្លើងពីរពណ៌មកផ្ទុះនៅពីលើហ៊ុនមេရှឹងជាបន្តបន្ទាប់ធ្វើឲ្យរាងកាយគេរងរបួសជាដំណំនិងហោះខ្ទាតប៉ាំងចេញយ៉ាងឆ្ងាយទម្រាំដែលគេអាចទប់លំនឹងបានតែភ្នែកគេបង្ហាញពីភាពសោកមកទំហឹងបដ ដោយគេមិននឹកស្មានថាកូនងាយភ្លើងនេះមានសមត្ថភាពប្រយុទ្ធដ៏សាហាវយ៉ាងនេះបន្តិចក្រោយមកយើងក៏បានឃើញសៀវយិនស្រាប់តែលេចរូបរាងនៅពីក្រោយហ៊ុនមេសឹងដោយនិយាយថាលោកប្រធានសារបលឹងមើលទៅលោកប្រហែលជាចាញ់នៅក្នុងការប្រយុទ្ធមួយនេះហើយសៀវយិនយើងគឺគេបំរុងនៅមុខបំបាក់កហ៊ុនមេសឹងតែម្ដងតែហ៊ុនមេសឹងមិនមែនមនុស្សធម្មតាណាគេ reflect លឿនមែនទែនដែលតបថាក្នុងសុបិនឯងទេដឹងហើយគេក៏បានវាបកជាមួយនឹងការវាប្រហាររបស់សៀវយិននោះរួចបន្តថាឯងនៅស្ទើរណាស់បើចង់សម្លាប់ប្រធានម្នាក់នេះចាត់ទុកថាឯងសំណានចោះយើងនឹងសងសឹកឯងនៅពេលក្រោយសៀវយិនលឺហើយញញឹមប្រហែលជាលោកគ្មានឱកាសនឹងទេដឹងមួយប្រយោគនេះធ្វើឲ្យហ៊ុនមេសឹងស្រីវដល់បេះដូងមួយរំពេចគេបានបញ្ញាប់ងាកមើលលោកព្រះគេឃើញផ្កាឈូកចំនួន10ទៀតកំពុងតែហោះយ៉ាងលឿនដោយរន្ទះតម្រង់មករកគេតើវាមិនអាចរួចការជោគភ្លើងទាំង10នោះបានមកប៉ះមកទំហឹងជាមួយនឹងរាងកាយប្រធានសារបលឹងម្នាក់នេះ
នៅគណៈពេលនេះហ៊ុនមេសឹងត្រូវបានចាញ់ជាស្ថាពរហើយជួបភ្នំទាំងមូលឡើងស្ងាត់ឈឹងមនុស្សដែលធ្លាប់តែល្បីល្បាញទូទាំងតំបន់ទំនាបកណ្ដាលត្រូវចាញ់ក្រោមកម្ដាប់ដៃក្មេងចំនួនក្រោយនៅពេលអនាគតមេកន្ទ្រីងប្រចាំតំបន់ទំនាបកណ្ដាលគឺសម្ព័ន្ធវិមានអាកាសមួយសន្ទុះក្រោយមករាងកាយរបួសដ៏ធ្ងន់ធ្ងរហ៊ុនមេសឹងក៏បានលេចរូបរាងចេញពីចំហាយបំផ្ទុះនោះរួចនិយាយខ្សោយៗទៅសៀវយានថាសៀវយានយើងនឹងមិនភ្លេចគំនូរមួយនេះឡើយសៀវយានឈរសម្លឹងមើលទៅគេរួចតបថាបើជ្រុលជាចាញ់ទៅហើយលោកគួរតែទុកជីវិតនៅទីនេះបដ ទៅរួចគេហោះយ៉ាងលឿនមករកហ៊ុនមេសឹងដែលយើងមើលទៅគឺដឹងតែម្ដងថាសៀវយានគឺគេចង់សម្លាប់ហ៊ុនមេសឹងចោលបើគេចង់ដកអីមួយគឺត្រូវដកឲ្យដល់រឹសចំណែកហ៊ុនមេសឹងវិញគឺគេឈរមើលដល់អាការៈភ័យរន្ធត់ញាប់ញ័រតែម្ដងគឺគេអស់កម្លាំងនឹងតបតហើយស្រាប់តែរំពេចនោះមានសម្លេងស្រែកពីចម្ងាយថាសៀវយានឯងចង់ស្លាប់ឬសម្លេងនេះគឺហ៊ុនឈិនម៉ូគេបានលេចរូបរាងនៅក្បែរសៀវយានរួចប្រើកម្ដាប់ដៃដល់គម្រោងចង់បញ្ឈប់ការវាយប្រហារមួយនេះសៀវយានឃើញហើយក៏បានបញ្ជាឲ្យ LSE បញ្ចេញផ្កាឈូកភ្លើងជាច្រើនមកតទល់ជាមួយនឹងហ៊ុនឈិនម៉ូតែទោះជាយ៉ាងណាកម្ដាប់ដៃហ៊ុនឈិនម៉ូក៏នៅតែអាចទម្លុះមកដល់ទ្រង់សៀវយានដដែលបណ្ដាលឲ្យគេក្អួតឈាមនិងរងរបួសធ្ងន់ប៉ុន្តែបាតដៃសៀវយានយើងក៏បានទះក្បាលហ៊ុនមេសឹងដែលជោគជ័យផងដែរបណ្ដាលឲ្យវាបែកឈាមខ្ទេចតែម្ដងហ៊ុនឈិនម៉ូជេអាចង្រៃរួចបំរុងមកសម្លាប់សៀវយានវិញដោយការខឹងតែត្រូវបានបុព្វបុរសប៉មឆ្នាំតូចមកពាំងទាន់ដោយនិយាយថាហ៊ុនឈិនម៉ូការស្លាប់និងរបួសគឺមិនអាចជៀសផុតបានឡើយឯងមិនគួរបំពានច្បាប់នោះទេហ៊ុនឈិនម៉ូតបខ្មៅកចាស់តែឯងពិតជាចង់ប្រឆាំងនឹងគ្រួសារហ៊ុនយើងមែនបុព្វបុរសប៉មឆ្នាំញញឹមហ៊ុនឈិនម៉ូវាគ្មានប្រយោជន៍ដែលមកគំរាមយើងទេហ៊ុនឈិនម៉ូលឺហើយញាក់មុខញាក់មាត់ថ្ងៃនេះគឺគេពិតជាមិនអាចសម្លាប់សៀវយានបាននោះទេដែលមានការលូកដៃពីខ្មៅកចាស់ម្នាក់នេះនោះរួចគេងាកទៅសៀវយានដោយនិយាយថាសៀវយានវាមិនស្រួលដែលសម្រាប់សមាជិកគ្រួសារហ៊ុនយើងនោះទេព្រេងវាសនារបស់ឯងនឹងអាក្រក់ជាងសៀវស្វ័នរាប់រយដងទៅទៀតឯងចាំតែមើលទៅសៀវយានសោចអរគុណលោកដែលបានប្រាប់ព្រោះថាវាមិនមែនជាលើកទី1នោះទេដែលសៀវយានយើងបានលើប្រយោគគំរាមបែបនេះហ៊ុនឈិនម៉ូក្រវាដៃអាវហើយហត់តម្រង់ទៅរករាងកាយហ៊ុនមេសឹងនិងបានប្រមូលបំណែកព្រលឹងរបស់គេទុកផងដែររួចហោះចេញពីភ្នំបាក់បែកនេះទៅស្របពេលនិយាយពាក្យមួយប្រយោគទៀតថានៅពេលក្រោយដែលយើងប្រយុទ្ធគ្នាសម្ព័ន្ធវិមានអាកាសរបស់ពួកឯងនឹងរលាយជាចុងក្រោយនៅពេលដែលពួកគេទៅអស់សៀវយាននិយាយដោយស្ដាយក្រោយថាស្ដាយណាស់ដែលខ្ញុំមិនទាន់បានរំលាយព្រលឹងប្រធានសារព្រលឹងនោះចោលអស់តាមសមត្ថភាពគ្រួសារហ៊ុនគឺពួកគេនៅតែអាចសង្គ្រោះហ៊ុនមេសឹងបានជាមិនខានបុព្វបុរសលើហៅនិយាយឯងពិតជាលោភលន់ណាស់តែឯងគិតថាគ្រួសារហ៊ុនងាយស្រួលទប់ទល់ណាស់មែនទេរួចបានបន្តទៀតថាកាលពីមុនយើងមិនដែលជឿថានរណាម្នាក់អាចមកទប់ទល់ជាមួយនឹងពួកសារព្រលឹងបាននោះទេតែពេលនេះយើងជឿហើយកូនចៅគ្រួសារសៀវម្នាក់នេះប្រហែលជាអាចបំពេញនៅមហិច្ឆតារបស់សៀវស្វ័នដែលមិនទាន់បានសម្រេចការពីមុនបានហើយភាព198ក៏សូមបញ្ចប់ត្រឹមនេះសូមអរគុណ